ឥឡូវនេះចូលទៅដល់សាច់រឿងមួយទៀតដែលជាសាច់រឿងរបស់ប្រិមិត្តរបស់យើងម្នាក់ដែលគាត់បានចែកម្លេចមករឿងនេះគឺខ្លីដែរទេប៉ុន្តែវាគួរឲ្យខ្លាចគួរសមរឿងនេះគឺបានកាត់ឡើងទៅលើបងចដូនមួយរបស់គាត់ម្នាក់ក៏ដូចជាលោកពូរបស់គាត់ម្នាក់បងចដូនមួយរបស់គាត់ឈ្មោះអង្សុនហើយពូរបស់គាត់ឈ្មោះពូសឿងពូគាត់ទាំងពីរនាក់ហ្នឹងគឺរស់នៅភ្នំពេញពីអ្នកពូក្មួយហ្នឹងមានថ្ងៃមួយគាត់ពីអ្នកពូក្មួយហ្នឹងក៏ចង់ទៅលេងតាយាយនៅឯស្រុកហើយក៏ពួកគាត់ហ្នឹងក៏បានធ្វើដំណើរចេញពីទីតាំងផ្ទះរបស់គាត់ហ្នឹងទៅស្រុកហ្នឹងទៅចេញដំណើរមក8យប់ពេលហ្នឹងគឺបងសុនហ្នឹងគឺដប់ពូសឿងដែលជាពូរបស់គាត់ហ្នឹងជិះបានទៅដល់ពាក់កណ្ដាលផ្លូវបងសុនក៏បានប្រាប់ពូសឿងថាវាថាគាត់ដូរដៃគ្នាដប់ម្ដងអញ្ចឹងណាអញ្ចឹងពេលហ្នឹងក៏ពូសឿងហ្នឹងឡើងដប់ម្ដងពេលហ្នឹងគាត់ក៏បានជិះរហូតទៅដល់ទីតាំងកន្លែងហ្នឹងគឺជាវត្តមួយដែលគាត់សុំមិនចេញឈ្មោះទេគាត់ក៏បានមើលទៅតាមកញ្ចក់គាត់ក៏ឃើញមានមនុស្សស្រីម្នាក់កំពុងតែជិះកង់នៅពីក្រោយខ្នងគាត់តែគាត់គាត់ថាចំម្នាក់ស្រីនេះជិះកង់លឿនម៉េចហើយសក់ម្នាក់ស្រីឡើងវៃឡើងតែគាត់ជួយសាក់វាអត់ចូលកម្មកង់ទេរបៀបអញ្ចឹងគាត់ក៏របៀបថារឿងនេះដែរគាត់ព្យាមើលតាមកញ្ចក់មួយយូរទៅមានអារម្មណ៍ថាម្នាក់ស្រីនឹងជិះលឿនទៅជិះមកចិត្តគាត់យកបណ្ដោយគាត់ងាកទៅមើលតែគ្នានឹងស្នាមដៃរបស់គាត់ហ្នឹងគឺឃើញម្នាក់ស្រីនឹងជិះមកតនឹងយកមកគ្នាដល់គ្នាគាត់ថាភ្នែកម្នាក់ស្រីហ្នឹងអាតកៅសដូចតកៅរុយអាពេលកដោងាប់អីថតចោះឡើងពេញភ្នែកវាយកមកឡងលួយវល់យកហ្មងណាភ្នែករបស់វាលៀនគ្រាប់ភ្នែកមានតកៅអាហោងមកគ្រាប់ភ្នែកហ្នឹងឡងទៅឡើងចង់ប៉ិនពងមន់យកមកវាជិះកង់បដៅវាញ៉ាំដាក់គាត់បដៅណាគ្នាហើយពេលហ្នឹងគឺវាបានជិះកង់គៀកអញ្ចឹងណាពេលហ្នឹងឲ្យបងសុនហ្នឹងគាត់អត់បានឃើញខ្មោចហ្នឹងទេវាថាគាត់ងាកទៅមកហ៊ានទៀតហ្នឹងពេលហ្នឹងពូរបស់គាត់ហ្នឹងក៏បានសួរហឺយអាសុនហឺយនិយាយមើលនោះមើលឯងឃើញអត់បងសុនហ្នឹងក៏មានអីគេពូគាត់ងាកមកពឹបអើយគឺគាត់ឃើញទាំងពីរនាក់ហ្នឹងយកហ្មងថៃទាំងអស់គ្នានឹងបងសុនហ្នឹងគាត់ធ្វើមិនអញ្ចឹងគាត់ក៏បានយកក្បាលរបស់គាត់ហ្នឹងគាត់លាត់អាវពូរបស់គាត់ដែលពងដុំពីមុខគាត់លាត់អាវគាត់ដាក់ក្បាលចូលហ្នឹងយកមកគ្នាពូជាលឿនទាំងគ្នាវាថាអីលឿនអត់គ្នាវាថាពូជាលឿនវាមកតន់ហើយវាថាបើសិនជាយើងជីគាត់ក៏មិនត្រូវធ្វើមិនដែរគ្នាវាដៃខ្ទប់ក៏វាមិនកើតអញ្ចឹងមានទាញអាវពូខ្លួនឯងអោបដាក់ក្បាលចូលទៅសិនដែរវាអញ្ចឹងហើយពេលហ្នឹងអ្នកគ្នាគឺពូរបស់គាត់ជាមួយនឹងបងសុនហ្នឹងគឺថានេះភ័យមែនតើអ្នកគ្នាតែគាត់ថាគាត់ជិះបានទៅដល់ផ្ទះរបស់គាត់ដែរហើយក៏អត់មានបានជួបខ្មោចម្នាក់ហ្នឹងដែរគាត់ថាអាចថាវាលងបន្លាចលេងអីចឹងណាពេលដែលគាត់ទៅដល់ផ្ទះហ្នឹងទៅគាត់ក៏បានទៅស្រោចទឹកស្រោចអីទៅហើយពេលហ្នឹងគឺគាត់ឈឺធ្លាក់ខ្លួនឈឺដែរគាត់ឡើងញ័រតាត់យកមកនេះកូនសัตว์ចឹងដោយសារតែឃើញស្រស់ពេកហើយម្នាក់ស្រីហ្នឹងគឺវាថាមុខមាត់វាអាក្រក់ខ្លាំងតែម្ដងដែលធ្វើឲ្យអារឿងរ៉ាវទាំងអស់ហ្នឹងវាដក់ជាប់នៅក្នុងខួរក្បាលគាត់ខ្លាំងពេកណាគ្នាដែលសឹងតែបំភ្លេចមិនបានតែគ្នាវាសាហាវពេកយកហ្មងណាយ៉ាសេរីនេះគឺមានតែប៉ុណ្្នឹងទេចំពោះអេពីសូតមួយនេះហើយសូមផឹកទឹកនិយាយខាននិយាយយូរដល់អត់សូវ smooth ណានេះយល់ស្រា